ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមគិញតាមដានរឿង1 Piece បន្តទៀតការពិវិតអូមុនក្រុមរបស់គីណាមុននៅឲ្យថាខានជូរ៉ូគឺជាជនក្បត់ហើយក្រុមរបស់គាត់បានឆ្លៃចូលទៅក្នុងដំណាក់កាលតច្រកស្នេហ៍ល្អបានក្រុមរបស់ Luffy ល្អហើយនឹង Kid មកជួយគាត់តាន់បាទចឹងតារ៉េ Queen's Charge go papa she that it yeah right now it's hot but yeah but that's how much so hey bác sĩ này rồi lần what do you lost me you so never see through say 12 Jesus chung no babyមកតបពីបានរួមគ្នាក៏ផ្ទៃទូករបស់ស្ត្រូវបានមួយ Luffy លោហើយនឹងឃាតមកដដាមគ្នាយកស្នាដៃម្នាក់បានបកាយថាទូកនឹងគឺគាត់ជាអ្នកវាយកំទេចរវល់តែបកាយគ្នាមានទូករបស់ស្ត្រូវមួយចោលបបកិច្ចហើយពេលនោះ Kyosiro ក៏បានទៅដល់ពេលឃើញជាងក្រុមស្ត្រូវសប្បាយចិត្តណាស់ព្រោះ Kyosiro នឹងនៅខាងពួកគេចំណែក Zoro ដឹងថា Kyosiro ខ្លាំងព្រោះគាត់ធ្លាប់ប៉ះជាមួយម្នាក់នឹងម្ដងហើយ Hello dear Where's yourself next time swear បន្តពីបានឃើញ Kyosiro កាត់ទូករបស់ Kaido ដែលជាពីរអញ្ចឹងម្នាក់ឆ្ងល់ណាស់សង្ស័យតែ Kyosiro នឹងលេចតាមច្រឡំទេមើលតែនៅពេលនោះ Kyosiro ថាតែបានប្រកាសថាគាត់ហើយនឹងកូនចៅគាត់ចំនួនជាង200នាក់ស្ម័គ្រចិត្តចូលជាមួយនឹងក្រុមសម្ព័ន្ធមិត្តដើម្បីប្រយុទ្ធឆាំងជាមួយ Kaido ហើយនឹង Big Mom ដល់ពេលលេងអញ្ចឹងនរណាគេក៏ភ្ញាក់ផ្អើលដែរប៉ុន្តែពួកគេមិនអាចទប់ចិត្ត Kyosiro បានទេបន្តមក Kyosiro បាននិយាយធ្វើដូចជាស្គាល់ Kinemon ពីពេលណាមកអញ្ចឹងគាត់ដឹងតាពីរឿងដែល Kinemon ចង់យកកូនជ្រូកព្រៃពណ៌សទៅលក់ថៃមេរបស់វាបានតាមមកបំផ្លាញក្រុងចុងក្រោយគឺ Oden ជាអ្នកសម្លាប់មេជ្រូកព្រៃនោះដើម្បីជួយសង្គ្រោះប្រជាជននិងសុខចិត្តទទួលកំហុសជំនួសឲ្យ Kinemon ជាដើមគ្រាន់តែលុយអញ្ចឹងភ្លាម Kinemon ដឹងផ្លែតថា Kyosiro នឹងតាមពិតគឺ Denjiro ព្រោះអ្នកដែលដឹងថា Oden ទទួលកំហុសជំនួសគាត់រឿងកូនជ្រូកព្រៃមានតែ Denjiro ម្នាក់គត់ហើយមូលហេតុដែលមុខរបស់ Denjiro ប្រែប្រួលរហូតដល់មកលែងស្គាល់អញ្ចឹងគឺដោយសារក្រោយពេលដឹងថា Oden ស្លាប់ Denjiro កាត់ទុកណាស់គាត់មកស្រ័យយំដល់បដូរតម្រង់មុខលើនេះ Denjiro មិនមែនមកតែក្រុមគាត់ទេគាត់នៅឆ្លៀតបានទៅដោះលែងក្រុមអ្នកទោសដែលសុទ្ធតែជាសាមរ៉ៃជាង1000នាក់មកជាមួយផងដែរបន្តមកខណៈពេលដែលគ្រប់គ្នារវល់ដោយការបារម្ភជាមួយនឹង Denjiro Kanjiro បានគូសស្លាប់មួយយកមកជិះហើយហៅនាំមកគឺចេញពីទីនោះឃើញចឹងឧស្សាហ៍ក៏បញ្ញាបាញ់ក្របពិសេសរបស់គាត់ទៅចាប់ Kanjiro ប៉ុន្តែ Kanjiro ឲ្យការពីខ្លួនឯងបានចំណែកសាជីក៏បានធាក់ខ្យល់ឡើងទៅតាមផងដែរតែ Kanjiro បានប្រើក្បាច់ពិសេសមកការពពកពណ៌ខ្មៅធ្វើពីទឹកថ្នាំរួចស្រោចចូលមកខាងក្រោមដោយឃ្លៀងអញ្ចឹងទឹកថ្នាំរបស់ Kanjiro មកដោយមកចូលអញ្ចឹងអាចជាឲ្យរបូបានមិនយូរមិនមែនទឹកថ្នាំស្រួយក៏បានធ្លាក់អស់នៅសល់តែដំណក់ទឹកភ្លៀងធម្មតាប៉ុន្តែគួរស្ដាយដែលពួកគេមិនអាចដំដំម៉ូចេញពីក្នុងដែររបស់ Kanjiro បានបន្តមកទៀតទូស្ត្រូវដែលនៅសល់ចុងក្រោយបានភៀសខ្លួនទៅយ៉ាងឆ្ងាយប៉ុន្តែពួកគេមិនមែនរត់គេចទេគឺពួកគេមានកំភ្លើងធំដែលផ្លោមបានក្នុងរយៈចម្ងាយឆ្ងាយធ្វើឲ្យក្រុងស្ប៉ុនមិនពិបាកតដៃមែនទែនYou think we might hate the god ឋានភាពនៅពេលហ្នឹងរៀងចាប់គួរសមដោយសារតែទូករបស់ស្ត្រូវបើកិច្ចបដាបាញ់បដាសំណានដែរដែលពេលនោះជីនបេបានទៅទាន់ហើយវាយបលិចទូករបស់ស្ត្រូវមួយនោះចោលWhat was that? See you later. I'll come back. ពេលឃើញជីនបេត្រឡប់មកចូលក្រុមជាងគ្នាដែលមក Luffy សប្បាយចិត្តបំផុតចំណែកក្រុមសម្ព័ន្ធមិនផ្សេងទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះជីនបេនោះក៏ធ្លាប់ជា Warlord ម្នាក់ផងដែរ
ហើយអ្នកដែលសប្បាយចិត្តជាងគេនៅពេលនោះគឺ Luffy ព្រោះ Jinbei ហ្នឹងគឺជាអ្នកជួយសង្គ្រោះជីវិតគាត់កាលពីសង្គ្រាមនៅ Marineford ពេលនោះម្នាក់ៗបាននាំគ្នារត់ទៅអប Jinbei ធ្វើឲ្យ Sanji ឃើញហើយមានគេជាណែនអូយបន្តមកនៅពេលដែលក្រុម Luffy ធ្វើដំណើរចិត្តទៅដល់កោះ Onigashima ពួកគេបានជួបប្រយុទ្ធជាមួយនឹងក្រុមឆ្មាំដែលចាននៅមាត់ផ្លូវចូលមកប្រែប៉ុន្តែវាមិនមែនជាការប្រយុទ្ធធំដុំគួរឲ្យចាប់អារម្មណ៍អីទេត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះក្រុមរបស់ Luffy អាចចាត់ការពួកអ្នកយាមតែនោះបានទាំងអស់ពេលឃើញគ្នារបស់ Luffy ធ្វើការស្រក់គ្នាអញ្ចឹងក្រុមរបស់ Kinemon ពិតជាមានមោទនភាពណាស់ដែលបានធ្វើជាសម្ព័ន្ធមិត្តរបស់ Luffy ក្រោយមកមិនយូរប៉ុន្មានក្រុមសម្ព័ន្ធមិត្តបានចូលទៅដល់កោះ Onigashima នៅទីនោះពិតជាធំណាស់ប៉ុន្តែដូចជាអត់មានមនុស្សសោះប្រហែលជាពួកគេតែជប់លៀងអស់ហើយនៅមាត់ផ្លូវជួរ Usopp បានឆ្លងឃើញអ្នកយាមពីរវេនាក់ប៉ុន្តែក្រោយមកគាត់បានដាក់ច្រាំសំណោមឲ្យពួកគេដេកលក់អស់បន្ទាប់មកនៅពេលដែលបានចូលចោលដូចរាល់ក្រុមរបស់ Kinemon ហើយនៅសាមរ៉ាយផ្សេងទៀតបាននាំគ្នាកំទេចទូរបស់ខ្លួនឯងចោលទាំងអស់នេះគឺជាយុទ្ធសាស្ត្រសង្គ្រាមដើម្បីកុំឲ្យកងទ័ពរារាយចិត្តព្រោះពួកគេគ្មានផ្លូវទៅក្រៅវិញទេមានតែទៅមុខបន្ទាប់មក Kinemon បានប្រើសមត្ថភាពពិសេសរបស់គាត់បង្កើត Clown ទ្វារមួយដែលឲ្យកងទ័ពដើរកាន់អ្នកដែលដើរកាត់ Clown ទ្វារនោះនៅមានសម្លៀកបំពាក់ថ្មីដែលមើលទៅដូចពួក Gangster ដែលជាកូនចៅរបស់ Kaido អញ្ចឹងហើយពេលស្លៀកពេកអញ្ចឹងពួកគេអាចប្លង់ខ្លួនចូលទៅក្នុងពិធីជប់លៀងបានកាត់ទៅមើល Kanjiro បំផ្លែតពេលនេះគាត់អត់តបានទៅជួប Orochi ទេដោយសារតែកូនចៅរបស់ Kaido អត់នឹងរឿងគាត់ធ្វើជាជនបង្កប់ទេនៅតែចាត់ទុកគាត់ថាជាស្ត្រីអញ្ចឹងហើយទៅគាត់ធ្វើដំណើរបានយឺតកាត់ទៅមើល Luffy វិញគាត់ខ្លាច Kid ទៅរក Kaido ហើយនឹងចាប់ការ Kaido បានមុនអញ្ចឹងហើយទៅគាត់រត់ចូលទៅតាមរក Kid តែម្នាក់ឯងហើយ Zoro ក៏បានចូលទៅតាម Luffy ផងដែរចំណែកគ្នារបស់ Luffy ផ្សេងទៀតជិះវៀនទៅផ្លូវក្រោយអ្នកខ្លះជិះម៉ូតូអ្នកខ្លះជិះរថក្រោះហើយនៅពេលនោះ Robin និង Jinbei អត់មានកន្លែងជិះក៏នាំគ្នាដែរត្រឡប់ទៅមើល Luffy វិញគាត់ឃើញនៅក្នុងពិធីជប់លៀងសម្បូររបស់ស៊ីណារហូតដល់ញ៉ាំមិនអស់ពួកគេរយ័យគ្នាពេលរុញចូលរុញឡើងក៏កំពប់ត្រូវ Luffy ទៀតពួកគេថាសុស្ដីក្រហមនោះពួកគេញ៉ាំឡើងតឡនហើយនិយាយទៀតថាបើសិនជាយកទៅចាក់ចោលនៅភូមិអង្គរវត្តអ្នកភូមិអោនលិតដល់ដីពេលលេងអញ្ចឹង Luffy មានអារម្មណ៍ថាខឹងខ្លាំងឬអីបានជាប្រជាជននៅទូទាំងប្រទេសរកអីយ៉ាងមិនបានបែរជាមកកន្លែងនេះកូនចៅរបស់ Kaido ច្រាស់មិនអស់ហើយយកទៅចាក់ចោលទៀតពេលដល់ចៃឡែកតើពេលខាងខ្លាំងមែនតែនទៅត្រង់លេងបាន Luffy ក៏ចាប់ផ្ដើមបដៅពួកអ្នកដែលមើងងាយមកហូបនៅទីនោះចេញទាំងអស់ចំណែក Zoro នៅក្បែរទីនោះក៏មិនខុសពី Luffy ប្រហែលដែរគាត់ទៅបដៅមនុស្សមកក្រុមទៅចោលរួចទេនៅពេលនោះមិនដឹងថា Zoro គិតអីទេថានៅបានប្រើដាវអេនម៉ាកាត់អាគារមួយដែលជាមេកង់បន្តមកពេល Zoro បានជួល Luffy ក៏ស្ដី Luffy ថាមិនក៏ក្រុងក្តាំងមេះអត់ខ្លាចបែកការទេដែលតាមពិតទៅគាត់ក្រុងក្តាំងជាង Luffy ទៅទៀតបន្ទាប់ពីនោះពួកគាត់ទាំងពីរខ្លាចបែកការក៏នាំគ្នារត់ហើយនៅទីនោះមានចៅសមុទ្រម្នាក់ដែលធ្វើ DJ ឈ្មោះថា Apo ដែលជាចៅសមុទ្រជំនាន់ក្រោយដោយ Luffy ដែរមើលស្គាល់ Luffy គណៈ Queen ដែលនៅចុងខាងលើក៏បានមើលឃើញ Luffy ផងដែរហើយនៅពេលនោះ Queen បានប្រកាសប្រាប់កូនចៅរបស់គាត់ទាំងអស់ថាបើសិនជានឹងណាគេចាត់ការ Luffy បាននឹងបានឡើងតំណែងលុយយើង Apu ពេញចិត្តណាស់ក៏ចាប់ដើរវាយប្រហារទៅលើ Luffy និង Zoro ក្បែររបស់ Apu ដូចជាចម្លែកបន្តិចគាត់បានចូលទៅវាយ Luffy និង Zoro ផងក៏អាចធ្វើឲ្យពួកបតទាំងពីរត្រូវរបួសបានដែរតាមពិតទៅក្បែររបស់ Apple ហ្នឹងគឺគាត់ប្រើភ្លេងមកទូខ្លួនរបស់គាត់សិតតែជាឧបករណ៍ភ្លេងទាំងអស់ហ្នឹងដល់ពេលនោះសំណានណាស់ដែលបានឃាតលោតចូលទៅវាយ Apple ជួយសង្គ្រោះ Luffy និង Zoro តន់តាមពិតទៅឃាតក៏ធ្លាប់មានគំនុំជាមួយនឹង Apple ហ្នឹងដែរកាលមុនដោយសារតែ Apple នៅក្បត់គាត់ទៅក្រុមរបស់គាត់ត្រូវបាន Kaido ចាប់បានទោះជាយ៉ាងណាម្ដាយរបស់ Kid នៅពេលនោះមិនទាន់ធ្វើឲ្យ Apple បានទេ Apple នៅតែមានលទ្ធភាពតដៃជាមួយ Kid បានដដែលបន្តមកការប្រយុទ្ធមិនទាន់នឹងឆ្នះចាញ់ផលស្រាប់តែមានកូនយក្សពាក់ឈុតលឿងចូលទៅវាយគេវាយឯងពេញកន្លែងនោះគេហៅឈ្មោះកូនយក្សនោះថា Haicha ថា Apple ពេលឃើញកូនយក្សនោះខ្លាចណាស់ក៏ដាក់មេប្រូចបាត់ចំណែក Luffy ហើយនៅ Kid វិញក៏ប្រញាប់ទៅរក Kaido ដែរអញ្ចឹងហើយទៅកូនចៅរបស់ Kid ស្ម័គ្រចិត្តចូលខ្លួនទប់ទល់ជាមួយ Haicha ដើម្បីបើកផ្លូវឲ្យមេរបស់ពួកគេទៅរក Kaido បន្ទាប់មកនៅពេលដែល Zoro Luffy ហើយនិង Kid កំពុងតែរត់ចេញពីទីនោះ Apple ក៏បានលុយវាយប្រហារពួកគេពីក្រោយប៉ុន្តែពួកគេមិនមានត្រៃដបអីធ្ងន់ធ្ងរទេហើយដោយសារតែមិនចោលខាតពេលជាមួយនឹង Apple ច្រើនពួកគេក៏បន្តរត់គេបន្តទៀតនៅពេលនោះ Killer ដូចជាដឹងក្បាច់វាយរបស់ Apple ក៏ប្រាប់ឲ្យអ្នកទាំងអស់គ្នាបើតិចពេលបើតិចអញ្ចឹងក្បាច់វាយរបស់ Apple មិនអាចធ្វើអីពួកគេបានឡើយឥឡូវសំកាត់ទៅមើលក្រុមសម្ព័ន្ធមិត្តនឹងគ្នារបស់ Luffy ផ្សេងទៀតបន្តិចពេលនេះKinemonកំពុងដឹកនាំកងទ័ពដើរវាងតាមផ្លូវខាងស្ដាំដើម្បីវាយលោក Kaido និង Orochi តាមច្រកចំហៀងនិងច្រកខាងក្រោយចំណែកក្រុមរបស់ Denjiro ក៏នៅគ្នាគ្រាន់តែពួកគេដើរតាមផ្លូវខាងឆ្វេងរីឯក្រុមរបស់ Law ក៏ធ្វើដំណើរទៅច្រកខាងក្រោយដូចគ្នាគ្រាន់តែវងតាមផ្លូវទឹកនិយាយទៅអ្វីៗនៅដំណើរការធម្មតាអត់ទាន់ផ្អើលនៅឡើយទេត្រឡប់ទៅមើលក្រុមរបស់ Kinemon មួយផ្លែតទៀតគាត់បានដើរទៅដល់ផ្ទះបនស្រីមួយដែលទៅម្សងថ្មីអត់មាននៅក្នុងផែនទេគ្រាន់តែឃើញទីនោះភ្លាវ Sanji ຕົកចិត្តមិនបានទេក៏បញ្ញាប់រត់ចូលទៅមើលសង្ឃឹមថាមានស្រីច្រើនចំណែក Nami ខ្ជិលចាំ Sanji ក៏សុំ Kinemon នាំគ្នា3នាក់មាន Shinobu ហើយនិង Carrot ទៅជួយដំណើរ Momonosuke មុនមួយសន្ទុះក្រោយមក Sanji ក៏បានដើរចេញវិញធ្វើមុខស្អុយប៉ែព្រោះនៅទីនោះអត់មានមនុស្សទេបើហើយពួកគេទៅជប់លៀងអស់ហើយអញ្ចឹងក៏ល្អម្យ៉ាងដែរព្រោះក្រុមរបស់ Kinemon ឯងបន្តដំណើរទៅមកបានស្រួលបន្តិចដល់ពេលហ្នឹង Chopper ហើយនៅ Usopp បរទៅក្រោះទៅក្រោយគេចំណែកអ្នកដែលបានដើរទៅមុនស្រាប់តែឃើញស្មៅយ៉ាងធំមួយនៅក្នុងបន្ទប់ហើយក៏នាំគ្នាលោតទឹកឬក៏គិចខ្លួនបាត់អស់ដល់ពេល Usopp ហើយនិង Chopper បរទៅដល់បន្ទប់នោះស្រាប់តែកាក់Big Mom ធ្វើឲ្យ Chopper ភ័យឡើងចង់គៀងកណ្ដាល Big Mom វិញពេលកម្ម Chopper បានក៏ដេញវាយពួកគេប្រើ
នៅពេលនោះឧស្សាហ៍ផានៃ Chopper បានមករត់ក្រក់ឲ្យវិញមករត់ដេញតាមទៅឲ្យឆ្ងាយដើម្បីជួយឲ្យក្រុមរបស់ Kinemon ឲ្យបន្តដំណើរទៅមុខទៀតបានកាត់ទៅមើលខាង Jiro បន្តិចពេលនេះគាត់បានទៅជួប Kaido និង Orochi ហើយនៅពេលដែលគាត់ប្រាប់ថា Luffy និងក្រុមសម្ព័ន្ធមិត្តចូលដល់កោះ Onigashima Orochi ភ័យខ្លាំងណាស់ចំណែក Kaido វិញធ្វើដូចធម្មតាព្រោះគាត់អានថាកូនចៅរបស់គាត់សិតតែខ្លាំងបានមកជុំគ្នាណាមួយគាត់មានសម្ព័ន្ធមិត្តជាមួយ Big Mom ទៀតកាត់ទៅមើល Luffy បន្តិចពេលនេះគាត់កំពុងតែបាយសម្រុកទៅរក Kaido ប៉ុន្តែនៅតាមផ្លូវមានឧបសគ្គច្រើនហើយគាត់ក៏បានបាយគ្នាជាមួយ Zoro ផងដែរនៅពេលដែលគាត់កំពុងតែវាយសពសោះស្រាប់តែមានមនុស្សពីរនាក់ល្អក្លាក់ពីលើយីដៃយកមកពីរនាក់ហ្នឹងគឺជាកូនកែបខ្លាំងក្លារបស់ Kaido នៅក្នុងក្រុម Tobiropo ម្នាក់ប្រុសដែលមានសក្បាលមកមួយយ៉ាងភៀនហ្នឹងគឺ Page One ចំណែកម្នាក់ស្រីគឺជាបងស្រីរបស់គាត់ឈ្មោះ Yolati នៅពេលនោះ Yolati បានសួរ Luffy ថាគាត់ជាអ្នកណាហើយ Luffy ក៏ឆ្លើយតាមធម្មតាថាគាត់គឺជាអនាគតស្ដេចកាលសមុទ្រលុយអញ្ចឹង Yolati ថា Luffy នឹងនិយាយបើហើននេះគឺថា Kaido មេរបស់នាងទៅជាអនាគតស្ដេចកាលសមុទ្រនិយាយបានតែប៉ុណ្ណឹង Yolati ក៏ចាប់ផ្ដើមបើកការវាយប្រហារទៅលើ Luffy បាច់ដែលនាងប្រើរៀងចម្លែកបន្តិចគឺយកក្បាលទៅចូលក្បាលរបស់ Luffyបន្ទាប់ពីបានចូលក្បាល Luffy ឡើងកោបដីហើយ Yolati ជាប្រើ observation haki ដឹងថា Luffy មិនដនអីទេពេលនោះនាងក៏បានប្រាប់ឲ្យ Page One ប្រើកាយដើម្បីជួយវាយ Luffy បន្ទាប់ពីប្រើកាយរួចពីរអ្នកបងប្អូននោះសិតតែជា dinosaur គ្រាន់តែប្រភេទខុសគ្នា Yolati បានប្រើកាយជា dinosaur កេកណាសិនមិនទាន់ទាំងស្រងនៅឡើយទេបន្ទាប់ពីឃើញ Luffy វាយប្អូនប្រុសរបស់នាងអញ្ចឹង Yolati ខឹងណាស់ក៏បានប្រើកាយខ្លាយទៅជា dinosaur ពេញលក្ខណៈហើយការ Luffy តែក្បាលឡើងសភ្នែកកម្លាំងដៃរបស់ Yolati ពិតជាខ្លាំងណាស់ការ Luffy ឡើងគប់មិនឲ្យ Luffy រើរួចទេនៅពេលហ្នឹង Luffy ខំយកជើងធាក់ដែរតែនៅតែទៅមិនរួចចុងក្រោយ Yolati បានដាក់ Super តែដើម្បីក្បាលរបស់ Luffy ចោលទៅហើយស្រាប់តែមានមនុស្សពាក់ស្រោមមកចម្លែកម្នាក់លួចទៅសុទ្ធ Yolati មកដំបងគឺសង្គ្រោះ Luffy ទាន់បន្តមកទៀតអ្នកពាក់ស្រោមមកនោះក៏ចាប់ Luffy រត់គេចចេញពីទីនោះនៅតាមផ្លូវគាត់ប្រាប់ Luffy ថាគាត់ឈ្មោះ Yamato ជាកូនប្រុសរបស់ Kaidoសម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេតត្រឹមបណ្ណសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំជ្រាបក្នុងឱកាសនេះខ្ញុំសូមថ្លែងអំណរគុណដល់បងអូន Page Lily និងបងអូនក្រៃសំខាន់ព្រមទាំង fan ជាច្រើនអ្នកទៀតដែលបានផ្ដល់ជាថវិកាដល់រូបខ្ញុំហើយក៏សូមអរគុណផងដែរសម្រាប់អ្នកដែលបានជួយចែក like ជួយ comment បែបដងម្នាក់មួយហើយនិងជួយ subscribe សូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសុខភាពល្អនៅត្រង់សម្បត្តិសមោហួរហៀ